បាទសួស្តីអ្នកនរគ្នាយើងឃើញថាព័ត៌មានថ្មីៗនេះគឺមានការទាក់ទងជាមួយនឹងសហរដ្ឋអាមេរិកបានរឹបអូសទ្រព្យសម្បត្តិដែលជា Bitcoin របស់អ្នកអង្គការម្នាក់ណាដែលព័ត៌មានហ្នឹងគឺជាប់ពាក្យព័ន្ធដែលគេផ្សាយពីកម្ពុជាផងដែរអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺអត់មកវិភាគវិញែកទាក់ទងជាមួយនឹងបញ្ហាទាក់ទងជាមួយនឹងផ្លូវច្បាប់អីទេប៉ុន្តែខ្ញុំនឹងមកនិយាយអំពីគេមានតែងតែមានសំណួរថាតើហេតុអីបានជាសហរដ្ឋអាមេរិកអាចរឹបអូសBitcoin នឹងបានអញ្ចឹងណាពីអ្នកប្រើប្រាស់ហ្នឹងហើយក៏ប៉ុន្តែកន្លែងនេះគឺយើងអត់មានព័ត៌មានច្បាស់ទេតើវិធីក្នុងការដែល FBI ហ្នឹងគឺធ្វើការរឹបអូសបែបម៉េចប៉ុន្តែនៅក្នុងហ្នឹងគឺខ្ញុំនឹងមកនិយាយទាក់ទងជាមួយនឹងសុវត្ថិភាពរបស់Bitcoin ហើយនឹងទាក់ទងជាមួយនឹង seed phrase ហើយនិង private key របស់ Bitcoin ណាហេតុអីបានជាវាមានសារៈសំខាន់អញ្ចឹងបើសិនអ្នកទាំងអស់គ្នាមាន Bitcoin ឬក៏ Crypto គឺអ្នកទាំងអស់គ្នាអត់អាចរំលងវីដេអូនឹងបានទេបើសិនជាអញ្ចឹងទេអ្នកទាំងអស់គ្នាអត់ដឹងពីសុវត្ថិភាពរបស់វាគឺគេអាចលួច Bitcoin របស់លោកអ្នកបានមិនអាចថាជាថ្ងៃក្រោយជា hacker ឬក៏អ្នកទាំងអស់គ្នាអាចធ្វើឲ្យវាបាត់វាដោយខ្លួនឯងតាមរយៈការខ្វះខាតចំណេះដឹងទាក់ទងជាមួយនឹងseed phrase ហើយនិង private key អញ្ចឹងខ្ញុំ share ទាក់ទងជាមួយនឹងអឺ general តែម្ដងទៅលើBitcoin ហ្នឹងជាទូទៅគឺនៅពេលដែលយើងប្រើប្រាស់Bitcoin គឺយើងផ្ញើឲ្យគ្នាទៅវិញទៅមកតាមរយៈយើងឃើញថាQR code ឬក៏ address ដែលហៅថាអាសយដ្ឋានរបស់ Bitcoin គេហៅ public address ហ្នឹងណាអញ្ចឹងជាក់ស្ដែងទៅគឺនៅពេលដែលយើង scan QR code យើងឃើញរូបរាង QR code គឺបែបហ្នឹងក៏ប៉ុន្តែនៅពីក្រោយ QR code ហ្នឹងគឺមាន Bitcoin address EDC កន្លែងនេះណាអញ្ចឹងBitcoin address ហ្នឹងគឺជាតួលេខជា string ដែលមានលេខហើយមានអក្សរផងហ្នឹងគឺជាលេខគោល16អញ្ចឹងណាហើយនៅក្នុងភាសាកុំព្យូទ័រគឺអ្នកនរគ្នាប្រហែលជាបានរៀនទាក់ទងជាមួយនឹងលេខគោល16ក៏ប៉ុន្តែអ្វីនៅពេលដែលគេឃើញ Bitcoin address ហ្នឹងគឺយើងអាចផ្ញើឲ្យគ្នាទៅវិញទៅមកបានដើម្បីទទួល Bitcoin អញ្ចឹងណាក៏ប៉ុន្តែនៅក្នុងនឹងដែរគឺអ្នកដែលគាត់ផ្ទេរ Bitcoin ចូលទៅក្នុង address មួយហ្នឹងគឺគាត់អាច transfer ចេញមកវិញបានទេទាល់តែម្ចាស់ហ្នឹងគាត់មានគេហៅ private key ដើម្បីគេហៅសាញឬក៏ចុះហត្ថលេខាដើម្បីដកផ្ញើ Bitcoin ចេញទៅកន្លែងណាមួយផ្សេងទៀតអញ្ចឹងណាអញ្ចឹងមានតែម្ចាស់ address ហ្នឹងទេដែលមាន private key ហើយជាទូទៅគឺការផ្ទេរ Bitcoin គឺវាផ្ទេរបែបហ្នឹងហើយប៉ុន្តែសួរថាចុះបើសិនជាយើងដឹង Bitcoin address កន្លែងនេះយើងអាចគេអាច hack បានឬអត់អញ្ចឹងជាក់ស្ដែងទៅគឺការវិធី hack របស់គេគឺមានផ្សេងៗគ្នាក៏ប៉ុន្តែបើសិនជាចង់អ្នកដែលគាត់ដឹងពីការប្រើប្រាស់ Bitcoin គឺគេអាច copy address នេះដាក់ចូលទៅក្នុងBlockchain Explorer អីទៅគឺនឹងឃើញថាaddress នេះគឺមាន Bitcoin ប្រមាណហើយធ្លាប់បានវេរទៅ address ណាខ្លះហើយឬក៏ទទួលពី address ណាខ្លះអញ្ចឹងដឹងតែប៉ុណ្្នឹងទេហើយគាត់អត់អាចយក Bitcoin ចេញពីផលិត address ហ្នឹងបានទេបើសិនជាគាត់អត់មាន private key អញ្ចឹងprivate key ហ្នឹងគឺជាអីអឺខ្ញុំចូលមកក្នុង screen នេះងាយស្រួលមើលនៅក្នុងBitcoin ដែលបង្កើតឡើងដំបូងៗហ្នឹងគឺគេមានគេឲ្យយើង generate គេហៅ paper wallet ហ្នឹងណា paper wallet គឺជាwallet ដែលយើង generate ពីអ៊ីនធឺណិតដូចគ្នាហើយបន្ទាប់មកគឺគេមានQR code QR code ហ្នឹងគឺជា QR code មាន public key ហើយនិង private key ឬក៏ public address ហ្នឹងអញ្ចឹងនៅក្នុង address ហ្នឹងគឺដូចគ្នាអញ្ចឹងគឺមានខ្ញុំចូលមើលរូបភាពណាដែលងាយស្រួលមួយនេះចុះមួយនេះមិនដែរតាមពិតវាដូចតែគ្នាទេតែគ្រាន់តែខ្ញុំចង់យករូបណាដែលច្បាស់អញ្ចឹងជាទូទៅគឺមាន QR code បែបហ្នឹងហើយ QR code ហ្នឹងគឺវាមាន Bitcoin address វាកើតឡើងចេញពី Bitcoin address ហ្នឹងឡើយនេះណាអញ្ចឹងយើងអាចផ្ញើហ្នឹងឲ្យបានហើយនៅក្នុងនោះនៅពេលដែលយើង generate
Paper Wallet គឺគេមានprivate key នៅកន្លែងនេះអញ្ចឹងវាជាលេខគោល16ដែរហើយជាក់ស្ដែងទៅគឺវាជាbinary ដែរអញ្ចឹងណាហើយលេខគោល2អញ្ចឹងវាមាន0101អញ្ចឹងកន្លែងហ្នឹងទៅលម្អិតនៅពេលក្រោយប៉ុន្តែគ្រាន់តែជាទូទៅតែម្ដងគឺវាមានBitcoin address ហើយនិង public key គេហៅថា private key នៅកន្លែងនេះហើយដោយសារតែនៅក្នុងការប្រើប្រាស់ពីពេលដំបូងហ្នឹងគឺវាពិបាកក្នុងការប្រើប្រាស់នេះអញ្ចឹងពិបាកបែបម៉េចបានន័យថាយើងត្រូវតែចាំprivate key ហ្នឹងណាហើយជាក់ស្ដែងទៅគឺ private key ហ្នឹងគឺវាពិបាកក្នុងការចាំដោយសារតែវាមានតួលេខផងអក្សរផងហើយវាវែងវា string អញ្ចឹងណាពិបាកកត់អញ្ចឹងគឺពេលហ្នឹងគឺ Bitcoin គេ community គេមានproposal ឬក៏ការ develop តទៀតគឺគេហៅBIP 32 BIP 32ហ្នឹងគឺជាគេហៅBIP ហ្នឹងមកពីពាក្យBitcoin Improvement Proposal អញ្ចឹងគឺជាការដែលឬក៏មានពាក្យមួយទៀតគេហៅHierarchical Deterministic Wallet គឺជាការដែលធ្វើម៉េចកែប្រែ improvement ទាក់ទងជាមួយនឹង wallet ហ្នឹងគឺទៅលើ private key ផ្សេងៗហ្នឹងគឺវាមានកើត seed phrase ហ្នឹងកើតឡើងអញ្ចឹងណាអញ្ចឹង seed phrase ហ្នឹងគឺជាអីគេបានន័យថាបើសិនជាអ្នកទាំងអស់គ្នាចូលនៅក្នុង Bitcoin ឬ crypto ដំបូងៗអ្នកទាំងអស់គ្នានឹងបង្កើត wallet គេនឹងឲ្យយើងកត់ seed phrase ហ្នឹងហើយអញ្ចឹង seed phrase ហ្នឹងគឺវាជា master key ដែល cover private key ហ្នឹងមួយទៀតអញ្ចឹងចូលកន្លែងនេះក្នុងពាក្យ BIP 32ហ្នឹងគឺឬក៏យើងអាចវាយថា HD wallet ណា HD wallet ហ្នឹងគឺមកពាក្យហ្នឹងពាក្យកាត់ហ្នឹងគឺ seed phrase ហ្នឹងគឺជាពាក្យដែលមនុស្សយើងអាចអានបានហើយបន្ទាប់មកគឺ seed phrase ហ្នឹងវាដូចជា master key មួយដែលអាចបង្កើត account ផ្សេងៗហើយ account ហ្នឹងមាន private key ផ្សេងៗគ្នា private key ហ្នឹងគឺ link ជាមួយនឹងភ្ជាប់ជាមួយនឹង public key ដែលចុងក្រោយទៅគឺទៅជា address របស់ Bitcoin ហ្នឹងណាហើយអាហ្នឹងគឺដូចគ្នាយើងអាចក្នុង seed phrase មួយគឺមានយើងអាច generate private key បានច្រើន unlimited អញ្ចឹងហើយអញ្ចឹងគឺនៅពេលដែល Bitcoin ហ្នឹងគឺproposal BIP 32ហ្នឹងកើតឡើងអញ្ចឹងធ្វើឲ្យគេមានភាពងាយស្រួលក្នុងការដែលយើងអត់ចាំបាច់ទៅចាំ private key វែងៗអញ្ចឹងឯនេះ private address អីហ្នឹង private key ហ្នឹងគឺយើងអត់ចាំបាច់ទៅកត់កន្លែងហ្នឹងឆ្ងាយទេគឺយើងចាំ seed phrase ដែលយើងចាំហ្នឹងគឺវាមានពាក្យ12ពាក្យឬក៏24ពាក្យបែបហ្នឹងចាំមើល Coin អ៊ីនេះនៅពេលដែលយើងបង្កើត wallet នៅពេលដែលយើងបង្កើត wallet គឺគេនឹងឲ្យយើងកត់24ពាក្យឬក៏12ពាក្យឬក៏15ពាក្យអីអញ្ចឹងវាតាមប្រភេទ address ដែលយើង wallet ដែលយើងជ្រើសរើសគឺនៅពេលដែលយើងបង្កើតគឺពេលខ្លះ wallet ខ្លះគឺគេឲ្យយើងជ្រើសរើសថាយើងចង់បាន24ពាក្យឬក៏12ពាក្យអីចឹងទៅតែដើម្បីឲ្យមានសុវត្ថិភាពគឺគេជ្រើសរើស24ពាក្យព្រោះអីវាច្រើនអញ្ចឹងទៅ security ក៏វាល្អជាងនឹងដែរល្អជាង12ដែរដោយសារតែគេអត់ងាយ random ទៅរកឃើញអញ្ចឹងដល់ពេល11ពាក្យហ្នឹងគឺជាពាក្យអក្សរដែលយើងអាចអានបានដែលយើងអាចបានហើយមានអត្ថន័យអញ្ចឹងណាអញ្ចឹងកន្លែងនេះមកពីណាយើងទៅមើលកន្លែងគឺអ្នកនរគ្នាអាចវាយពាក្យBIP 0039ទៅគឺតាមពិតseed phrase ហ្នឹងគឺវាមាននៅក្នុង list របស់គេហើយគឺវាមានចាប់ពីទី1រហូតដល់248ពាក្យ2048អញ្ចឹងជាក់ស្ដែងទៅគឺវាមកពីlist word នេះអញ្ចឹងបើសិនជាអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាបង្កើត wallet គឺ software ហ្នឹងគឺមករាវរកពាក្យទាំងអស់ហ្នឹងហើយទៅ random ទៅជាពាក្យ24ពាក្យឬក៏12ពាក្យអញ្ចឹងហើយអត់ជាន់គ្នាទេ
ចេញទៅជាបែបនេះជាពេលហ្នឹងហើយអ្នកនរគ្នាត្រូវកត់អាហ្នឹងទុកដើម្បីរក្សាវាអត់ឲ្យអ្នកណាយកបានទេកាលណាបើសិនជាគេយកបានគឺគេអាច access ចូលទៅក្នុងនៅក្នុង wallet របស់យើងហើយវេ Bitcoin ចេញបានហើយមានតែអ្នកបង្កើតទេដែលដឹងពាក្យហ្នឹងណាដែលដឹងពាក្យហ្នឹងហើយកន្លែងមួយវិញទៀតគឺគេអត់ឲ្យយើងកត់ទុកនៅឬក៏ screenshot នៅលើ online បានទេដោយសារតែជាធម្មតាបើសិនជាយើង screenshot នៅលើ online គឺធ្វើឲ្យគេដែល hack កុំព្យូទ័រឬក៏ទូរស័ព្ទយើងបានអញ្ចឹងគេនឹងឃើញវាអញ្ចឹងគេទៅគេឲ្យគាត់នៅខាងក្រៅដូចជាសភៅបែបឬក៏กระดาษអីអញ្ចឹងណាក៏ប៉ុន្តែជាក់ស្ដែងទៅនៅពេលដែលយើងកត់បែបហ្នឹងគឺយើងវាអាចថាថ្ងៃណាមួយវាខូចกระดาษហ្នឹងវាពុកផុយឬក៏វាកដោស៊ីកលាត់កាត់អីអញ្ចឹងទៅក៏គេកត់នៅលើប្រទេសដៃបែបហ្នឹងចាហ្នឹងគឺជាពាក្យសំខាន់ហើយគឺជាពាក្យដែលមានតែម្ចាស់ wallet ទេដែលអាចដឹងណាហើយគឺអាចលេចធ្លាយបានទេបើសិនជាអញ្ចឹងគឺធ្វើឲ្យគេអាចវេ Bitcoin ឬក៏ crypto យើងបានហើយអញ្ចឹងអាហ្នឹងគឺទាក់ទងជាមួយនឹងកន្លែងហ្នឹងគឺអ្នកនរគ្នាត្រូវដឹងហើយយើងអាចទៅសិក្សាមើលបន្ថែមទៀតទាក់ទងជាមួយនឹងសុវត្ថិភាពកាបូបហ្នឹងអញ្ចឹងអ្នកនរគ្នានៅពេលដែលយើងប្រើប្រាស់ wallet គឺបើ Bitcoin គឺអ្នកនរគ្នានឹងទៅបង្កើត wallet ហើយគឺគេឲ្យយើងកត់ seed phrase ហ្នឹងហើយយើងអត់ចាំបាច់ទៅចាំ private key ទៀតដូចកន្លែងនេះទេនេះ private key ឬក៏ private address ដូចអញ្ចឹងទៀតទេគឺចាំ24ឬក៏12ពាក្យអីចឹងទៅហើយក៏អាចឲ្យលេខធ្លាយបានដែរអញ្ចឹងទាក់ទងជាមួយនឹងការដែលគេអាចរឹបអូសបានគឺវាអាចលេខធ្លាយកន្លែងseed phrase ហ្នឹងណាseed phrase 24ឬក៏12ពាក្យហ្នឹងដោយសារតែអ្នកប្រើប្រាស់គឺអាចគាត់ screenshot ឬក៏ទុកនៅក្នុងកន្លែងណាមួយដែលគេអាច access ចូលបានតាមរយៈអ៊ីនធឺណិតឬក៏បើសិនទុកក្នុងផ្ទះអញ្ចឹងចៅគាត់ឡើងផ្ទះគាត់ទៅឃើញseed phrase ហ្នឹងគឺគាត់អាចដាក់វាចូលទៅក្នុង mobile wallet ឬក៏ hardware wallet ហើយគាត់អាចវេ Bitcoin ចេញបានឬក៏ crypto ហើយអ្វីទាំងអស់ហ្នឹងគឺជាពួកនៅខ្ញុំក្នុងធ្វើវីដេអូមុនហើយទាក់ទងជាមួយនឹង seed phrase ហើយនឹង private key ហើយនឹង public key ហ្នឹងណាអញ្ចឹងគ្រាន់តែជាការរំលឹកម្ដងទៀតហើយបើសិនជាអ្នកនរគ្នាចង់សិក្សា technical ឲ្យច្បាស់គឺអាចទៅរកមើល keyword អស់ហ្នឹងដូច BIP 32ហើយចង់ដឹងថាតើ seed phrase នឹងវាមកពីណាគឺនេះ BIP 0039ហ្នឹងគឺមកពីអស់ហ្នឹងទេហើយជាក់ស្ដែងទៅយើងបើយើងចង់បង្កើតខ្លួនឯងក៏បានដែរគេមាន software generate ហើយដូចកន្លែងនេះគឺយើង generate online ឬក៏យើង download code ពី GitHub យកមក generate បានទៀតទាក់ទងជាមួយនឹង address ហ្នឹងទាក់ទងជាមួយនឹង seed phrase ទាំងអស់ហ្នឹងអញ្ចឹងអានេះគឺពេលអញ្ចឹងកន្លែងយើង generate ហ្នឹងយើងអាចជ្រើសរើស24 12ឬក៏21អីបានទាំងអស់ណាអញ្ចឹងនៅពេលដែល generate មកគឺយើងឃើញពាក្យ BIP 39ហ្នឹង BIP 39ហ្នឹងគឺជាមកពី list កន្លែងនេះ list អស់ហ្នឹងវា pick up មកហើយវា random ដាក់គុំចូលគ្នាទៅហើយវា generate បានទៅជា seed ហើយវាមាន key របស់វាហើយ finally វាទៅជា address public address ហើយទាំងអស់ហ្នឹងយើងអាចសិក្សាបានគឺទាក់ទងជាមួយនឹងការរឹបអូសBitcoin គឺវាអាចមានវិធីច្រើនឧទាហរណ៍ថាបើសិនជាសហរដ្ឋអាមេរិកគាត់ចាប់អ្នកដែលមានម្ចាស់ Bitcoin នឹងបានគឺគាត់អាចជំរិតសួរទៅលើ seed phrase ហ្នឹងតើ seed phrase របស់ wallet ហ្នឹងគឺជា seed phrase ណាហើយទុកនៅណាអញ្ចឹងទៅក៏ប៉ុន្តែបើសិនជាអត់ទេគឺបើសិនជា user ហ្នឹងគឺគាត់បាន store ឬក៏ថតទុកនៅក្នុងកុំព្យូទ័រឬក៏ទុកក្នុង device ដែលអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតបានអញ្ចឹងគឺគេអាច
hack ចូលទៅរាវមើលអញ្ចឹងណាក៏ប៉ុន្តែវាអត់ងាយទេហើយចឹងបានតែទាក់ទងជាមួយនឹងសុវត្ថិភាពការប្រើប្រាស់Crypto ឬក៏អ Bitcoin អ្នកនរគ្នាត្រូវតែយល់ដឹងអំពីសុវត្ថិភាពក្នុងការទុកដាក់វាហើយទោះបើសិនជាយើងបង្កើតនៅក្នុងExchange ឬក៏ទីផ្សារជួញដូរគេហៅ Centralized Exchange ហ្នឹងតើយើងអត់មានឃើញprivate key ឬក៏ seed phrase អីអស់ហ្នឹងទេជាក់ស្ដែងទៅគឺក្រុមហ៊ុន Exchange ហ្នឹងគឺគាត់ទុកអាហ្នឹងឲ្យយើងអញ្ចឹងណាហើយគាត់ store ឲ្យយើងអញ្ចឹងគាត់មានសិទ្ធិវេរBitcoin វេរ Crypto របស់យើងចេញបានហើយប៉ុន្តែបើសិនជាយើងចង់រក្សាទុកវាដោយខ្លួនឯងគឺយើងត្រូវតែយល់ពី hardware wallet យល់ពី seed phrase ទាំងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងហើយអ្នកនរគ្នាត្រូវសិក្សាបន្ថែមទាក់ទងជាមួយនឹងសុវត្ថិភាពការទុកដាក់Bitcoin ហើយនិងCrypto ផ្សេងៗមួយវិញទៀតដែរទាក់ទងជាមួយនឹងកន្លែង Master Key កន្លែងនេះទាក់ទងជាមួយនឹង seed phrase ហ្នឹងគឺវាជាក់ស្ដែងទៅគេអានគេហៅថា recovery phrase ឬអីអញ្ចឹងណាតាមឬក៏ backup phrase អញ្ចឹងទៅតាមអ្វីដែលគេហៅអញ្ចឹងណាប៉ុន្តែជាក់ស្ដែងទៅបើទាក់ទងជាមួយនឹង seed phrase ហ្នឹងគឺវា work ជាមួយនឹងblockchain ផ្សេងច្រើនបើសិនជា wallet ហ្នឹងគឺ support ឧទាហរណ៍ថាអឺយើងឃើញថានៅក្នុង wallet ផ្សេងៗនៅពេលដែលយើង generate យើងបង្កើត wallet ហើយយើង backup seed phrase ហ្នឹងយើងឃើញមានអឺ blockchain ច្រើននៅក្នុង wallet ហ្នឹងហើយយើងប្រើ seed phrase តែមួយទេគឺជាក់ស្ដែងទៅគឺនៅក្នុង protocol ហ្នឹងគឺវាអាច support wallet ច្រើន wallet blockchain ច្រើនឧទាហរណ៍ថាមាន Bitcoin មាន Ethereum មាន Solana អីចឹងទៅប៉ុន្តែចេញពី seed phrase តែមួយទេឬក៏គេហៅmaster phrase ហ្នឹងប៉ុន្តែ address ផ្សេងៗគ្នាតាមរយៈ blockchain ហ្នឹងអូខេអញ្ចឹងក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកនរគ្នាព្យាយាមទៅសិក្សាបន្ថែមទៅលើសុវត្ថិភាពរបស់នៃការទុកដាក់ Digital Asset ឬក៏ទ្រព្យ Digital របស់អ្នកនរគ្នា